เย้ជំរាបសួរបងប្អូនអរគ្នាយើងខានជួបគ្នាមួយរយៈពេលទៀតហើយថ្ងៃនេះស្វាគមន៍បងប្អូនអរគ្នាមកកាន់ Channel របស់អូនសុមេតាសាជាថ្មីហើយថ្ងៃនេះផងដែរយើងមានតួអង្គរបស់យើងvàកំពុងតែធ្វើដំណើរដើម្បីទៅទិញម៉ូតូបងប្អូននៅក្នុងនេះមានអ្នកលក់របស់យើង2រូបដែលកំពុងតែលក់បាទម៉ូតូក៏ដូចជាលក់ឡានសម្រាប់ជិះលេងអញ្ចឹងណាបងប្អូនហើយពេលនោះផងដែរបាទគឺមានអ្នកទិញរបស់យើងនឹងដែលមានរូបសម្រស់ស្រស់ស្អាតមួយរូបហើយក៏ដូចជាមានកាបូបនឹងស្ពាយធំណាបងប្អូននៅក្នុងនេះសិតតែលុយមើលទៅបាទស្ពាយហើយកំពុងតែរឹសតថ្លៃជាមួយនឹងឡានណាមានទាំងឡានផងមានទាំងអទេសរុញផងមានទាំងម៉ូតូផងបងប្អូននៅតថ្លៃគ្នាចុះឡើងមិនទាន់នឹងតែត្រូវយ៉ាងម៉េចទេបងប្អូនព្រោះអ្នកលក់ក៏កាយវិការអ្នកទិញនឹងក៏កាយវិការទិញចុះទិញឡើងអត់ទាន់តែត្រូវថ្លៃគ្នាយ៉ាងម៉េចទេបងប្អូនឥឡូវយើងចាំមើលទាំងអស់គ្នាតើចំពោះអ្នកទិញគេសម្រេចចិត្តទិញម៉ូតូឡានមួយណាហើយចំពោះអ្នកលក់ថាតើគេលក់តម្លៃប្រហែលទុកឲ្យអ្នកទាំងពីរហ្នឹងគេតថ្លៃគ្នាចុះបងប្អូនប៉ុន្តែមើលកាបូបនេះធំមែនទេបងប្អូនហូតលុយចេញមកបាទសិតតែกระดาษ1000និងกระดาษ500អញ្ចឹងឡាននេះផងដែរឬក៏ម៉ូតូនេះផងដែរមិនដឹងថាលក់តម្លៃប្រហែលទេបងប្អូនបាទគឺលុយរាប់អត់ចេះអស់សោះបងប្អូនហើយរាប់អត់ត្រូវបងប្អូនរាប់ចុះរាប់ឡើងរាប់អត់ត្រូវតម្រុំសម្រាប់ចិត្តថាទិញបានណាបងប្អូនអញ្ចឹងប៉ុណ្ណេះគឺនៅពេលដែលអ្នកទិញរបស់យើងបាទឲ្យលុយរួចរាល់ហើយគេក៏សម្រេចចិត្តថាយកអូបាទម៉ូតូមួយយកទៅបងប្អូនហើយការទិញម៉ូតូនេះផងដែរគឺមាន free មួកសុវត្ថិភាពមួយដែលឥតគិតថ្លៃបងប្អូនបន្ទាប់ពីទិញហើយបាទអត់ទាន់ចេះជិះទេបាទឲ្យអ្នកទិញហ្នឹងឲ្យអ្នកលក់ហ្នឹងគឺគាត់ជួយរុញឲ្យជិះសិនបងប្អូនដោយសារតែម៉ូតូនេះខូចអាគុយបាទអត់ទាន់ដាក់អាគុយបងប្អូនទិញភ្លាមគឺខូចអាគុយភ្លាមតែម្ដងអញ្ចឹងតម្រូវឲ្យអ្នកទិញហ្នឹងបាទជិះទៅដោយខ្លួនឯងតែម្ដងទៅបងប្អូនជិះហ្នឹងគឺមិនបានពិឆេះជាសម្លេងហ្នឹងគឺរុញទៅខ្លួនឯងណាបងប្អូនណារុញផងជិះផងណាបងប្អូនអញ្ចឹងបាទបន្ទាប់ពីទិញមកសទុះធំឥឡូវគេចាប់ផ្ដើមយកម៉ូតូរបស់គេទៅដល់ផ្ទះឡើយបងប្អូនចិត្តដល់ផ្ទះហើយគេជិះកាត់ពីវិជុំឲ្យតម្រុំដល់ផ្ទះណាបងប្អូនតែចៃដន្យអីមកដល់មុខផ្ទះហើយនេះបងប្អូនដោះអាមួកសុវត្ថិភាពដែលគេ free ឲ្យដោះអត់ចេញទៀតបងប្អូនទៅមួកនេះគឺបាទចង់ខូចកលឹះហើយអញ្ចឹងដោះចេញបាទពាក់ទាំងមួកពាក់ទាំងអីលើកទាំងម៉ូតូដាក់ចូលទៅក្នុងបន្ទប់មកបងប្អូនអញ្ចឹងបន្ទប់នេះផងដែរគឺបាទចូលទៅដល់ក្នុងឲ្យមួកនៅទៅដោះមិនចេញអញ្ចឹងបងប្អូនតើកាត់ឡៃនឹងចោលយើងមានទូអង្គថ្មីយើងមួយទៀតបាទគឺជិះម៉ូតូជិះឡានមកអធិស្ឋានជិះឡានណាដងនេះណាបាទមកដល់អត់មានសួរច្រើនទេគាត់ក៏លេខឃើញពីណែពីណីមកគឺដឹងតែពេញចិត្តណាចោលយកបដ ாய் ត្រូវថ្លៃគ្នាអត់មានបាច់តយដូចអ្នកមុនមិញបងប្អូនអត់សាំញ៉ាំច្រើនមកដល់គឺរឹសយកហើយទៅតែម្ដងបងប្អូននៅក្នុងនោះផងដែរគឺសម្រាប់ចិត្តយកកូនឡានទូចមួយបងប្អូនហើយដំបូងនេះអ្នកទិញហ្នឹងអ្នកលក់ហ្នឹងក៏បានជួយរៀបចំទុកដាក់ដែរបងប្អូនប៉ុន្តែដោយសារតែដាក់ទៅគឺអត់បានចងខ្សែធ្វើឲ្យក្លាប់ឡានយកតែម្ដងបងប្អូនអញ្ចឹងហើយអ្នកទិញអត់អស់ចិត្តទេខំទិញឲ្យលុយអស់1កណ្ដោឥឡូវមើលសុខចិត្តឲ្យធ្លាក់របស់ខូចអស់ឥឡូវមើលដាក់ពីមុខម្ដងមកចងខ្សែចងឲ្យបានត្រឹមត្រូវមកបងប្អូនបាទអញ្ចឹងហើយអ្នកទិញនោះគឺកំពុងតែជិះលើឡានរបស់គេបដាមើលបដាបងប្អូនហើយអ្នកលក់នេះក៏បានជួយចងទុកដាក់ឲ្យបានត្រឹមត្រូវដែរណាបងប្អូនអញ្ចឹងបន្ទាប់ពីធ្វើការចងរួចហើយបងប្អូនហើយមើលទៅនេះបាទអ្នកទិញរបស់យើងវាឈ្មោះអូនសុមេតាក៏បានជិះឡាននេះទៅបដាឲ្យបងប្អូនដឹកយកវ៉ាន់នេះទៅផ្ទះតែម្ដងបងប្អូនអត់ទុកយូរទេខ្លាចធ្លាក់ទេអញ្ចឹងយើងទៅបើកតែឡាននេះអត់ឆេះដូចគ្នាណាបងប្អូនដោយសារតែឡានខូចឡានអស់អាគុយអញ្ចឹងជិះទៅបដាបងប្អូនបាទបើទៅមើលមៀតហ្នឹងគឺដឹកឡាននឹងម៉ូតូហ្នឹងអត់ចង់រួយបងប្អូនតែប្រឹងគៀវជើងបាទធ្វើមិនហើយបើឲ្យថតហើយអញ្ចឹងចេះប្រឹងណាបងប្អូនបាទនិយាយលេងទេបងប្អូនអញ្ចឹងវីដេអូនេះយើងមានតែប៉ុណ្្នឹងបងប្អូនសូមកុំភ្លេចជួយចុច Subscribe Channel របស់អូនសុមេតាម្នាក់មួយផងក៏ដូចជាដាក់រូបកណ្ដឹងឬក៏អាចចូលជួយ comment ម្នាក់មួយផងដើម្បីយើងនឹងទទួលបាននូវវីដេអូថ្មីជាបន្តទៀតហើយយើងនឹងជួបគ្នានៅឱកាសក្រោយជាមួយនឹងវីដេអូរបស់អូនសុមេតាថ្មីជាបន្តទៀតអរគុណសម្រាប់ការទស្សនារបស់បងប្អូនអរគ្នាជួបគ្នានៅវីដេអូក្រោយជាបន្តទៀត